សួស្តីអ្នកទាំងអស់គ្នាខ្ញុំរញូម៉ា KX ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកលេង server មួយដែលមានឈ្មោះថា Makara SMP អញ្ចឹងរបៀបចូល server ក៏អត់មានអីពិបាកដែរអ្នកទាំងអស់គ្នាសម្រាប់ Java អ្នកទាំងអស់គ្នាចុចកន្លែង multiplayer នេះមកហើយអ្នកទាំងអស់គ្នាចុចកន្លែងថា add server អ្នកទាំងអស់គ្នាមើលកន្លែង server address អ្នកទាំងអស់គ្នាដាក់ IP តាមខ្ញុំមកបន្ទាប់ពីដាក់ហើយអ្នកទាំងអស់គ្នាសូមចុចពាក្យថា done ដល់ហើយអ្នកទាំងអស់គ្នាសូមធ្វើការចុចទៅលើ server មួយហើយចុចពាក្យថា join server អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នា account premium ដូចខ្ញុំគឺចូលមកគឺលេងបានហើយអត់មានពិបាកអីច្រើនទេប៉ុន្តែបើអ្នកទាំងអស់គ្នា account crack អ្នកទាំងអស់គ្នាសូមធ្វើដូចនេះអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាលេង account crack ត្រូវ /register ដូចគាត់អញ្ចឹងដាក់ password 2 ដងហើយ password 2 ដងហ្នឹងគឺថាដូចគ្នាហើយកុំភ្លេចចុចពាក្យថា no ផងបើសិនជាអ្នកទាំងអស់គ្នាលេង account crack ហើយអញ្ចឹងបើវាសួរថាយើងលេង account premium ឬក៏ crack ហ្នឹងលេខ account premium អត់ទាំងអ្នកទាំងអស់គ្នាដាក់ថា no ទៅអញ្ចឹងបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការជ្រើសរើស game mode ដែលអ្នកទាំងអស់គ្នាចង់លេងទៅអញ្ចឹង game mode របស់យើងមានតែពីរទេគឺ Bed War ហើយនិងSMP Land អញ្ចឹងខ្ញុំសូមធ្វើការចូល SMP ដើម្បីតែឲ្យអ្នកទាំងអស់គ្នាមើលព្រោះខ្ញុំមក show ជាមួយនឹង Makara SMP អញ្ចឹងបន្ទាប់ពីមកដល់ SMP ហើយអ្នកទាំងអស់គ្នាងាកទៅរកពាក្យថា starter kit អញ្ចឹងកន្លែងហ្នឹងគឺអ្នកទាំងអស់គ្នា click មកប៉ក់ទៅគឺវាបានជាមួយនឹង item មួយ set ហើយអញ្ចឹង item មួយ set ហ្នឹងអាចជួយឲ្យអ្នកទាំងអស់គ្នារស់រានមានជីវិតនៅក្នុង server ហ្នឹងបានហើយអ្នកទាំងអស់គ្នាក៏អាច /help មើលដែរជាមួយនឹង comment របស់ server សម្រាប់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាអាចធ្វើបានខ្លះនៅក្នុង serverអញ្ចឹងក្នុងនោះមានដូចជា /tpa/set home អញ្ចឹងទៅហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាសូមធ្វើការងាកទៅរកកន្លែង RTP អញ្ចឹងបន្ទាប់អ្នកនេះឃើញហើយអ្នកទាំងអស់គ្នាសូមធ្វើការដើរទៅត្រង់រហូតទៅរហូតដល់អ្នកគ្នាឃើញ NPC មួយអ្នកគ្នាចុចលើវាមកប៉ក់មកហ្នឹង random teleport ហ្នឹងអ្នកគ្នាចុចលើវាមកប៉ក់វានឹងបញ្ជូនអ្នកគ្នាទៅកន្លែងណាមិនដឹងអញ្ចឹងសូមធ្វើការចាំ3 second ទៅ5 second អ្នកគ្នានឹង teleport ទៅដល់កន្លែងណាមួយអញ្ចឹងពេលដែលអ្នកគ្នាមកដល់កន្លែងណាមួយហើយអ្នកគ្នាអត់ពេញចិត្តកន្លែងហ្នឹងក៏ធ្វើការ teleport ម្ដងទៀតអញ្ចឹងទេគឺដើរទៅ teleport អញ្ចឹងទៅអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំគ្រាន់តែឲ្យអ្នកគ្នាមើលទេអញ្ចឹងគឺខ្ញុំធ្វើការលេងហ្នឹងអីអញ្ចឹងដំបូងគឺអ្នកគ្នាអាច /shop បានធ្វើការ farm អីចឹងទៅអញ្ចឹងរបៀប farm ទូទៅអីគឺយើង farm ទៅលើ bamboo អីចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការដាក់ farm តាមខ្ញុំអញ្ចឹងអាហ្នឹងគឺសម្រាប់អ្នកលេងដំបូងវាអត់មានអីសោះអញ្ចឹងគឺធ្វើការ farm ដោយដៃសិនអញ្ចឹងយើងធ្វើការដាក់ bamboo ហ្នឹងហើយធ្វើការរងចាំឲ្យវាដុះដើម្បីយើងលក់បានហើយអ្នកទាំងអស់គ្នាក៏អាចធ្វើការ claim land មកដែរធ្វើការ /land claim ចឹងប៉ក់គឺអ្នកទាំងអស់គ្នានឹងធ្វើការបាន land មួយឆាំងអីហើយអ្នកទាំងអស់គ្នាគឺអាច claim បានរហូតដល់4ឆាំងសម្រាប់ player ធម្មតាហើយអ្នកទាំងអស់គ្នាក៏អាច upgrade វាបានដែរអញ្ចឹងខ្ញុំធ្វើការ claim ទាំងអស់ទៅ claim ទាំង4ឆាំងទៅអញ្ចឹងគឺថាបាន4ឆាំងអីបាទអញ្ចឹងគឺថាដែនដី4ឆាំងហ្នឹងគឺថាជារបស់យើងអីអញ្ចឹងគឺថាគ្មានអាគេអាចប៉ះពាល់បានទេអញ្ចឹងនៅក្នុងហ្នឹងគឺសុវត្ថិភាពឯអ្នកនរអាចធ្វើការ farm ហើយលេងខ្វល់អីខ្លាច zombie ទេអញ្ចឹងអ្នកនរអាចធ្វើការ farm ហើយយកទៅលក់ទៅហើយសម្រាប់លក់ក៏អត់មានអីបាក់ដែរក៏អ្នកទាំងអស់គ្នាធ្វើការ /sell GUI បន្ទាប់អ្នកគ្នា /sell GUI ហើយទៅឃើញតម្រង GUI បែបនេះអ្នកគ្នាយកអាbamboo ហ្នឹងយកមកដាក់មកអញ្ចឹងអ្នកគ្នាបានលុយអីអញ្ចឹងរបៀបលេងគឺមានតែប៉ុណ្្នឹងអូនៅមានទៀតអ្នកនរអាច /land level ដោយអ្នកនរធ្វើការអាចមើលបានថាអ្នកនរអាច upgrade level មិនចឹងទៅតាមការចង់បានរបស់ land អញ្ចឹងពេលអ្នកនរ upgrade លើកទី1គឺទទួលបានបូកទៅលើ2ឆាំងទៀតអញ្ចឹងអ្នកនរអាចមើលបានអ្នកនរត្រូវការ deposit land deposit ចូល land 10000នេះសម្រាប់ដំបូងកម្រិតដំបូង
hayវាក៏ show comment ក្នុងនឹងដែរហើយទី2គឺ trash player មួយអញ្ចឹងវីដេអូខ្ញុំក៏ដល់ទីបញ្ចប់ដែរអញ្ចឹងអ្នកនរគ្នាមានចំណាប់អារម្មណ៍ចង់លេង link Discord និង IP ខ្ញុំដាក់នៅក្នុង description ហើយសម្រាប់ TikTok ខ្ញុំដាក់នៅក្នុង comment Facebook ក៏ដូចគ្នាហ្នឹងហើយអ្នកទាំងអស់គ្នាខ្ញុំក៏មានលក់ជាមួយនឹង account premium Minecraft ផងដែរដែលមានតម្លៃ$8ឡើងទៅហ្នឹងហើយវាមានcap 1 cap 2 cap 3អីចឹងទៅហើយនឹង odd cap ហ្នឹងទៅអញ្ចឹងចាប់ពី$8ឡើងទៅហើយតម្លៃក៏វាទៅតាមនឹងផងដែរអញ្ចឹងបើអ្នកទាំងអស់គ្នាចង់បាន account premium របស់ Minecraft អ្នកទាំងអស់គ្នាអាចតាក់ទងមកខ្ញុំបាន